parameter ដែលយើងផ្ដល់ឲ្យ field របស់យើងចុងក្រោយយើងកំណត់លក្ខខណ្ឌបាទគឺយើងប្រើប្រាស់វា keyword ដើម្បីដាក់លក្ខខណ្ឌឲ្យណាបាទវាខ្ញុំអត់ដឹងតើអ្នកណាគេប៉ះអីឬក៏ធ្វើអីនេះឡូពួកយើងមានលឺសំឡេងទេពួកយើងចុចអា link ថ្មីមកមិញវាអត់មានអ៊ីនធឺណិតវាអ៊ីនធឺណិតល្អល្អួលអ៊ីនធឺណិតយ៉ាងល្អល្អួលបន្តិចអូខេអញ្ចឹងតោះយើងតទៀតបាទអញ្ចឹងយើងតទៀតណាបាទអញ្ចឹងកន្លែងនេះគឺយើងប្រើវា keyword បាទយើងប្រើវា keyword បន្ទាប់មកទៀតគឺ column name បាទ column name ដែលយើង set អញ្ចឹងនៅពេលដែលយើង update គឺយើង base ទៅលើ ID បាទព្រោះ ID គឺវាដើរតួជា index បាទជា index value នៅក្នុង record នៃ table បាទអញ្ចឹងយើងនៅពេលដែលយើង set គឺយើងពេលយើងកំណត់លក្ខខណ្ឌកន្លែងនេះគឺយើងកំណត់បាទ set យកលក្ខខណ្ឌ base ទៅលើអីអញ្ចឹងកន្លែងនេះគឺយើង set លក្ខខណ្ឌដោយ base ទៅលើ ID ពីព្រោះ ID គឺជា index បាទ index value ណាបាទអញ្ចឹងយើង set មកបាទ product ID ស្មើបាទវា product ID បាទស្មើ value មក product ID យើងស្មើនឹងអីណាបាទអញ្ចឹង product ID របស់យើងស្មើនឹង TXT បាទ TXT product ID .text បាទអាហ្នឹងគឺជាលក្ខខណ្ឌណាបាទលក្ខខណ្ឌដើម្បីយើងអាច update បានគឺយើងត្រូវ set លក្ខខណ្ឌទៅឲ្យវាអញ្ចឹងដើម្បីយើង update គឺយើង base លក្ខខណ្ឌទៅលើ ID បាទដោយសារ ID ហ្នឹងគឺវាដើរតួនាទីជា index ណាបាទអញ្ចឹងយើងពេលដែលយើងចង់កែប្រែ record ណាមួយនៅត្រង់ field បាទ record នៅត្រង់ field ណាមួយគឺយើង base ទៅលើ ID ណាអញ្ចឹងកន្លែងនេះគឺយើងដាក់លក្ខខណ្ឌវាហើយគឺ column បាទ column របស់យើង product ID ស្មើនឹង value បាទកំណត់ parameter value មកឲ្យវាណាបាទកន្លែងនេះ product ID .text បាទអូខេអញ្ចឹងបានប៉ុណ្ណឹងហើយគឺយើងធ្វើអីទៀតបាទយើង execute ណាបាទយើង call ហៅមក affect row ស្មើនឹង cmd .execute none query បាទ cmd .execute none query បាទរួចហើយយើងចាប់ផ្ដើមពិភាក្សាដើម្បីដាក់លក្ខខណ្ឌឲ្យវាមាន message ណាបាទអញ្ចឹងបើសិនបើ affect row របស់យើងធំជាង0 affect row ធំជាង0បានន័យថាវា affect មួយ row ទៅកាន់ record របស់យើងហើយបាទអញ្ចឹងយើងឲ្យវាធ្វើអីការងាររបស់វាគឺយើងឲ្យ message box.show បាទឲ្យវា alert message ថា message box.show ហ្នឹងគឺឲ្យវា alert message one record
បាទ one record update success full បាទ update successful ហ្នឹងអញ្ចឹងបន្តមកទៀតគឺបាទបិទណាបាទបិទ command.dispose បាទ connection យើងបិទ connection មកវិញ connection dot close ណាបាទបិទ connection មកវិញបាទបន្ទាប់មកទៀតគឺ load data បាទដើម្បីយើង refresh បាទទៅកាន់ grid view របស់យើងឲ្យវា load data មកណា refresh data បាទទៅកាន់ grid view បាទអូខេអញ្ចឹងយើងបានសរសេរ update data រួចហើយណា method update data អញ្ចឹងយើងត្រូវការ call how ប៉ុន្តែដើម្បីយើង update បានលុះត្រាតែបាទលុះត្រាតែយើងបង្កើតនៅ event មួយទៀតគឺ event នៅពេលដែលយើង click បាទនៅពេលដែលយើង click row ណាមួយនៅលើ data grid view ឲ្យវា show record ដែលយើងកំពុង click នៅលើ grid view នេះឲ្យវា show apply មកលើ control របស់យើងបាទអញ្ចឹងឧទាហរណ៍ថាលោកគ្រូ run application អញ្ចឹងនៅពេលដែលលោកគ្រូចង់ update បាទនៅពេលដែលយើងចង់ update បានន័យថាយើងចង់ update នៅត្រង់ record ណាមួយនៃ record ណាមួយដែលកំពុងស្ថិតនៅក្នុង table បាទអញ្ចឹង data ដែលវា retrieve មកនេះគឺជា retrieve នៃ record ទាំងអស់ដែលស្ថិតនៅក្នុង table product បានន័យថាបើសិនជាយើងចង់ update បាទលុះត្រាតែយើងបង្កើតនៅ event មួយទៀតដែលយើងត្រូវបង្កើតដើម្បីយើង update គឺយើងមិនអាច update ទៅលើ record ដែលមានស្រាប់នៅក្នុង grid view នឹងបានទេបាទលុះត្រាតែយើង click បាទយើង click នៅលើ record ណាមួយបាទ record ណាមួយនៅក្នុង grid view ហើយវា show data នៅលើ text box រួចហើយបានយើង update data ដែល show នៅលើ text box នេះទៅ update ទៅបានវា apply change មកកាន់ grid view នឹងវិញបាទអញ្ចឹងត្រង់ចំណុចនេះគឺយើងត្រូវទៅសេនៅ event មួយទៀតបាទ event ហ្នឹងគឺដើម្បី update បានគឺយើងត្រូវបង្កើតឬក៏យើងទៅសេ code ដើម្បី apply event បាទនៅពេលដែលយើង click ទៅលើ data grid view បាទអញ្ចឹងនៅពេលដែល event នៅពេលដែលយើងទៅសេ event ពេលយើង click នៅលើ data grid view ឲ្យវាចាប់យកបាទឲ្យវាចាប់យក record ឬក៏ field បាទ data ដែលស្ថិតនៅក្នុង event នៅក្នុង row នៅពេលដែលយើងកំពុងតែ click ហ្នឹងឲ្យវា show data មកលើ control បាទអញ្ចឹងកន្លែងនេះយើងត្រូវសរសេរ event មួយទៀតបាទអញ្ចឹង event កន្លែងនេះគឺយើងត្រូវសរសេរ event នៅលើ data grid view click បាទយើង click នៅលើ data grid view មកដើម្បីយើងសរសេរនៅក្នុង data grid view cell content click បាទ data grid view cell content click បាទអញ្ចឹងយើងសរសេរ event មួយទៀតណាបាទអញ្ចឹងលោកគ្រូក៏សរសេរនៅក្នុង try catch នឹងដដែលបាទ try message box not show បាទ section e dot message បាទអញ្ចឹងទី1តើយើង apply data grid view value នៅក្នុង data grid view content ហ្នឹងមកកាន់ text box ដោយរបៀបណាបាទអញ្ចឹងយើងនៅក្នុង data grid view គឺវាគិតជា row ហើយនិង column index ណាបាទវាចាប់ជា row ហើយនិង column index បាទអញ្ចឹងយើងចូលទៅសរសេរ code បាទនៅពេលដែលយើងសរសេរ code គឺយើង apply ការងារដែលយើងត្រូវធ្វើគឺពេលដែលយើង click ទៅកាន់ record ទី1ឧទាហរណ៍ថាយើងកាន់ click ទៅកាន់ record ទី1បាទលេខ code ហ្នឹងគឺ
លេខកូដឬក៏ ID product ID នឹងវានឹងបោះមកអោយ product ID text box នេះបាទឈ្មោះផលិតផលឬក៏ product name នេះវានឹងបោះមកអោយ product name បាទ product name text box អញ្ចឹងវាបោះឲ្យបានត្រឹមត្រូវទៅតាម record នៃ column នៅក្នុង grid view ឲ្យវាបោះ value ឲ្យត្រឹមត្រូវជាមួយនឹង text box បាទនេះគេហៅថាការ assign នៅក្នុង event click បាទ event click របស់ data grid view ដើម្បី assign តម្លៃមកឲ្យ text box អញ្ចឹងបើសិនជាយើងមិនបានបង្កើត event ដើម្បីយើង click value នៅក្នុង data grid view content នឹងទេដើម្បីចាប់យកតម្លៃពី data grid view content នឹងទេយើងអាច update data កើតទេព្រោះអីកន្លែងដែលយើង update បានគឺយើង update នៅលើ text box control ទេបាទដើម្បី update data បានបាទដើម្បីយើង update data បានតោះអញ្ចឹងយើងចូលមកកន្លែង data grid view click នឹងដដែលអញ្ចឹងដើម្បីយើង assign ទី1 tt product id.text បាទយើង assign មកឲ្យ data grid view យើងចាប់យកតម្លៃពី data grid view គឺ data grid view 1. បាទ .row ណាបាទ row index data grid view 1. row បាទអញ្ចឹង index របស់ row គឺក្នុង index របស់ row គឺយើងចាប់យក e ហ្នឹងគឺបានន័យថា cell event បាទ e ហ្នឹងបានន័យថាយើងចាប់យកពី parameter បាទ data grid view cell event អញ្ចឹង e បានន័យថាតាងឲ្យមួយ row ណាបាទតាងឲ្យ full row បាទអញ្ចឹង parameter row index ចាប់យកទី1 row index e dot row index បាទ dot cell បាទ cell ហ្នឹងគឺជា index របស់ column បាទ column មួយណាអញ្ចឹង product id យើងចាប់យកពី value របស់ data grid view .row index row index ហ្នឹងគឺសំដៅទៅលើ full row បាទ full row select ទាំងអស់បាទហើយយើង focus មកលើ column បាទ dot column dot cell ហ្នឹងសំដៅទៅលើ column នៅក្នុង data grid view បើសិនជាយើងងាកមកមើលកន្លែង data grid view design របស់យើង row index បានន័យថាមួយ row ទាំងអស់នេះបាទ select កន្លែងណាគឺវាចាប់យក row មួយ row បាទប៉ុន្តែ column គឺវាយើងត្រូវ specific column ជា index ណាបាទកន្លែងយើងទៅសេ code កន្លែងនេះណាបាទ e dot row index cell បាទ dot cell ហ្នឹងគឺ column បាទ column 0 column ទី1ណាអញ្ចឹងនៅពេលដែលយើងចាប់យក e dot row index របស់ data grid view dot cell 0 cell 0ហ្នឹងគឺជា column ទី1នៅក្នុងgrid view បាទដើម្បីយើង assign ទៅឲ្យ product id បាទ dot value dot to string បាទ convert ទៅជា string ចា៎ទេhello ទាំងអស់គ្នាមិនដែរបាទអញ្ចឹងអាកន្លែងនេះគឺបាទអញ្ចឹងជំហានកន្លែងនេះគឺយើងគេហៅថា data grid view click event cell click event ដើម្បីយើង click បាទ click assign យកតម្លៃនៅក្នុង data grid view បោះទៅឲ្យ control បាទបោះទៅឲ្យ text box control នៅក្នុង form អញ្ចឹងឧទាហរណ៍ថាកន្លែងនេះពេលដែល form យើង run ដើម្បីយើង update data បានបាទយើងត្រូវទៅ say event មួយសិនដើម្បីយើង click row ណាមួយនៅក្នុង data grid view ហើយវាចាប់យកតម្លៃនៅក្នុង row ដែលយើង click ហ្នឹងចាប់យកតម្លៃបោះទៅតាមឲ្យត្រឹមត្រូវទៅតាមបាទ column មួយហ្នឹងគឺបោះតម្លៃនៃ row នៅក្នុង column មួយហ្នឹងបោះឲ្យត្រឹមត្រូវទៅតាម text box បាទទៅតាម text box នេះណាបាទនឹងគឺជាគោលបំណងនៃការយើងទៅ say ដែលយើងកំពុងទៅ say event នៅពេលដែលយើង click នៅ data grid view បាទមុននឹងយើងចូលទៅ update បានអញ្ចឹងកន្លែងនេះគឺយើង assign ទី1គឺ text box product id បាទចាប់យកតម្លៃពី row index ណា row index គឺយើង select បាទ row មួយណាដែលយើង select គឺវាចាប់យក row មួយហ្នឹងប៉ុន្តែអ្វីដែល specific គឺ column ណាបាទគឺ column បាទគឺ column អញ្ចឹង column ហ្នឹងគឺវារឹបជា index អ
chẳng index nó không array má dương riêng array hơi index array cứ start pi index tí zone tàu bản chẳng column cái này cứ lấy code cứ chia column index tí zone column tập hall column index tí mùi bỏ đểย้าย column index tí column index tí pi và chấm luôn bà chấm luôn cứ column index tí column index tí 7 ណាបាទ column index tí 7 ok អញ្ចឹងកន្លែងនេះយើងបន្តមកក្នុងកូដរបស់យើងទៀតបាទនៅក្នុង data grid view click បាទអញ្ចឹងយើងដូចគ្នាមក txt អីគេទៀតបាទយើងចង់ assign ទៅឲ្យ field control product name.text ស្មើ data grid view .row បាទ row ហ្នឹងគឺ row ចាប់យក row ណាមួយបាទ e.row index ណាបាទ .cell cell ហ្នឹងសំដៅលើ column នៅក្នុង data grid view បាទ row column ទី1ចាប់យក value នៃ column ទី1 dot to string បាទចាប់យក dot to string អូខេ txt អីទៀត txt description dot text ស្មើនឹង data grid view 1 dot row e dot row index បាទ dot cell cell លេខ2 dot value dot to string បាទ txt qty dot text ស្មើ data grid view 1 dot row e dot row index បាទ dot cell បាទ column ទី3 dot value dot to string ណាបាទអូខេអញ្ចឹងប៉ុណ្ណឹងណាបាទ column ទី1យើងចាប់បោះមកឲ្យ product id column ទី2ចាប់បោះមកឲ្យ product name column ទី0 column ទី0ចាប់យក value បោះមកឲ្យ text box text box product id column column ទី1យើងបោះមកឲ្យ product name អូខេ column ទី2យើងបោះមកឲ្យ description text box description column ទី3យើងបោះមកឲ្យ text box qty ណាបាទហ្នឹងហើយតោះអញ្ចឹងយើងតេស្តមើលតែពេលយើង click ទៅគឺវាបានជោគជ័យក៏អត់បាទ click ទៅគឺវា process នឹងបានដើរក៏អត់ហើយយើង start application បាទតោះអញ្ចឹងយើង click គេទេទាំងអស់គ្នាបាទ click ទី2វា assign មកឲ្យបាទ assign content ចាប់យក content នេះមកបោះមកឲ្យ text box យើងណាបាទ index ទី1 row ទី1ណា record ទី1 record ទី2 record ទី3ឃើញទេតើអ្នកទាំងអស់គ្នាត្រង់ចំណុចនេះបាទដើម្បីយើងអាច update បានណាយើងអាច update បាននៅ record ណាមួយទៅពេលយើង click នៅលើនេះទេលុះត្រាតែយើងសរសេរ code ដើម្បី apply event របស់វាពី text box ពី cell របស់ grid view ហ្នឹងឲ្យវា apply មកឲ្យ text box យើងសិនណារួចបានយើង update បានបាទយើងអាច edit data នៅលើ text box នឹងបានបាទមិនដែរទាំងអស់គ្នា Hello ទាំងអស់គ្នាមិនដែរតន់នេះចំណុចនេះមានអីឆ្ងល់ឬក៏មិនយល់កន្លែងណាតាមតែឆ្ងល់ចេះបាទអត់ដឹងឆ្ងល់ណាអត់ដឹងឆ្ងល់ចឹងអ្នកផ្សេងទៀតមិនដែរអ្នកផ្សេងទៀតតន់នេះបាទអាចធ្វើបានទេមកទៅបាទតោះអញ្ចឹងដោយសារលោកគ្រូ complete តាំង event ដែលយើង click បាទ
យើង click មកដើម្បីយើង show value នៅលើបាទនៅលើ text box ណាមុនយើង update បាទអញ្ចឹងយើងងាកមកមើល code update របស់យើងកន្លែងនេះយើងជោគជ័យហើយយើងសរសេរបាន click ទៅបានដើរហើយណាបាទមួយ block នេះ data grid view មួយ cell content click event បាទអូខេអញ្ចឹងកន្លែងនេះយើងមើលមកលោកគ្រូ note ដាក់ឲ្យថាclick data grid view to show data in text box control បាទ note ឲ្យយើងមើលណាបាទ note ឲ្យយើងមើលឲ្យដឹងថាកូដកន្លែងនេះយើងសរសេរធ្វើអីបាទអាហ្នឹងគឺ clear control clear text box control បាទ clear text box control ណាហ្នឹងហើយ clear text box control តោះអញ្ចឹងអានេះលោកគ្រូបាន update រួចហើយទៅសេកូដ update រួចហើយណាបាទឥឡូវយើងមក block នេះគឺយើងជាកូដដែលយើងសរសេរសម្រាប់ update data បាទកូដដែលយើងសរសេរសម្រាប់ update data ណាកន្លែងនេះមក block នេះណាអ្វីដែលយើងត្រូវធ្វើបន្តទៀតគឺយើង call how នៅ method នេះ update data បាទនៅពេលដែលយើង click ប៊ូតុង update ឥឡូវយើងទៅរកប៊ូតុង update របស់យើងនេះបាទគឺប៊ូតុង update .click ណាគឺ event click នៅក្នុងប៊ូតុង update តើយើងត្រូវធ្វើអីគឺយើងត្រូវ call how នៅ method ដែលយើងបានបង្កើតបាទដែលយើងបានសរសេរទុកជាស្រេចបាទ method ហ្នឹងគឺមានឈ្មោះថា method update ដែលយើង implement code ជាមួយនឹងការ update data បាទ for hair ដែលយើងបានសរសេរនៅក្នុង block នៃ method update data អញ្ចឹងយើងត្រូវ call how មកបាទដើម្បីឲ្យវាមានសុពលភាពយើងអាចប្រើប្រាស់ method នឹងបានគឺយើង call how វាមកក្នុងប៊ូតុង update បាទ event របស់ប៊ូតុង update ណាបាទអញ្ចឹងខ្ញុំ call how កន្លែងនេះគឺ call how call method update data បាទ call update data បាទចឹងយើង call update data មកកន្លែងនេះគឺ call how update data បាទប៉ុណ្ណឹងណាបាទរួចហើយ save មកឥឡូវលោកគ្រូតេស្តមើលឥឡូវលោកគ្រូចង់ដូរនៅចំណុចទីប្រមាណបាទចង់ដូរនៅ record ទី2 record ទី1ណាដូរពី quantity ឥឡូវលោកគ្រូ edit quantity ពី50ទៅ150ណាបាទដូរនឹងមករួចហើយយើង click update មក update data បាទឃើញទេពេលយើង click update រួចវាដាក់ថា one record update successful យើង click update មកឃើញទេទាំងអស់គ្នាproduct លេខ1នេះដូរពី update ពី50ទៅ150ណាបាទ update ពី50ទៅ150បាទ successful បាទអញ្ចឹងចង់ update កន្លែងណាមួយទៀត update data កន្លែងណាមួយទៀតឥឡូវលោកគ្រូ update កន្លែង record ទី6បាទ update ពីឈ្មោះ pizza ទៅជាបាទដាក់ថា hot dog បាទដូរឈ្មោះណានៅ record ទី6 update successful បាទឥឡូវយើង scroll មកមើលលេខ6 update ពី pizza មក hot dog បាទ
ខេទាំងអស់គ្នាមិនដែរបាទស្ងាត់អស់អញ្ចឹងបានធ្វើបាទលោកគ្រូងុយដេកអត់ហើយលោកគ្រូបាទតោះមានអីឆ្ងល់បាទហ្នឹងហើយមានយោបល់អីតាក់ទងនឹងកូដនេះបាទមានអីឆ្ងល់អាចជជែកគ្នាបានណាបាទតើនក៏អត់អាចធ្វើបានអត់បាទចាំធ្វើដល់ឆ្ងល់សួរយើងធ្វើបានត្រឹមណាហើយពួកយើងធ្វើបានត្រឹមណាហើយភាគច្រើនចាប់ដើមសូdata នៅលើ data view អូ now insert ណាហ្នឹងហើយចាំយកវីដេអូលោកគ្រូតំណាងហើយហ្នឹងហើយចាំយកវីដេអូទៅមើលបន្ថែមឲ្យលោកគ្រូតម្លាក់សោះកូដឲ្យប៉ុន្តែធ្វើម៉េចកុំ copy អានឹងរៀនសរសេរតាមហើយស្វែងយល់ពី comment ពីវាបាទហើយដែលយើងត្រូវយើងរៀនសរសេរទៅមើលវីដេអូហើយយើងរៀនសរសេរមើលសោះកូដបន្ថែមហើយយើងរៀនសរសេរមកបាទរៀនស្វែងយល់ធ្វើម៉េចយើងសរសេរអ្វីដែលគោលបំណងរបស់លោកគ្រូចង់ឲ្យយើងយល់បាទសរសេរបានប៉ុណ្ណាសំខាន់ឲ្យយើងយល់បាទបើយើងធ្វើកើតហើយយើងអត់យល់គឺស្មើនឹងអត់បានការដែរណាបាទស្មើនឹងយើងអត់ចេះដដែលណាបាទអញ្ចឹងការយកទៅ copy ដាក់វាស្រួលទេតែអ្វីដែលយើងត្រូវការគឺឲ្យយល់ពីកូដបាទឲ្យយល់ពីកូដនិង process នៃការ implement កូដនៅ step នីមួយបាទ step នីមួយហើយ skill structure skill គោលបំណងនៃការប្រើកូដនឹងបាទបាទអញ្ចឹងសរុបមកយើងបានធ្វើការងារ3ហើយទាក់ទងនឹង DML language ហើយនឹងការ execute នៅ command របស់ SQL command នៅខាងនៅ internal បាទគឺនៅក្នុង C# source code កន្លែងនេះគឺយើងបានសរសេរកូដដើម្បី retrieve data បាទសរសេរកូដដើម្បី retrieve data មួយចំណុចបាទ retrieve data នឹងយើងសរសេរយើងបង្កើតជា method load data ដើម្បីយើង retrieve data បាទហើយយើងបានសរសេរកូដដើម្បី insert data បាទ insert data នឹងយើងសរសេរនៅក្នុង method insert មួយយើងបង្កាសនៅ method insert បាទនៅក្នុងនោះដែរយើងបានសរសេរបាទកូដដើម្បី update បាទសរសេរកូដដើម្បី update data បាទយើងសរសេរកូដដើម្បី update data គឺយើងបាន implement កូដទាក់ទងនឹង update ណាបាទតើឥឡូវលោកគ្រូសួរលើកឡើងវិញអាកន្លែងនេះយើងហៅអីគេនេះបាទអាមួយ block នេះយើងហៅអីគេនេះអានឹងជាអីគេគ្នាយើងនឹងអីគេដែរបាទ private void update data នោះយើងហៅអីគេដែរនោះមើលសាក់ឆ្លើយមកគ្នាយើងហ្នឹងគឺសម្រាប់ខលបាទអានឹងគឺជា method ណាបាទ method ដែលយើងmethod ឬក៏ function ដែលយើងបង្កើតដើម្បីយើង call ហៅទៅប្រើណាបាទ method អញ្ចឹងសួរថាបើសិនជាយើងអត់សរសេរនៅក្នុង method ទេយើងយកអាកូដនេះទៅសរសេរនៅក្នុង event របស់វាតែម្ដងឧទាហរណ៍ថាលោកគ្រូសរសេរ insert data លោកគ្រូអត់ចង់សរសេរនៅក្នុង method អញ្ចឹងទេដើម្បី call ហៅទេតែលោកគ្រូ
យកទៅសរសេរនៅក្នុង event របស់វានេះប៊ូតុង search ប៊ូតុង insert តើសរសេរបានក៏អត់បើសិនជាលោកគ្រូអត់ចង់សរសេរនៅក្នុង event របស់វាទេហើយសរសេរនៅក្នុងមេតូតនៃការប្រើប្រាស់មេតូតទេលោកគ្រូចង់សរសេរនៅក្នុង event របស់វានេះនៅក្នុង event របស់ប៊ូតុង insert អញ្ចឹងបានអត់បាទសេបានទេបងគ្រាថាលោកគ្រូអត់សរសេរជាមេតូតទេអាហ្នឹងយើងហៅថាមេតូតយើងសរសេរយើងសរសេរកូដនៅក្នុងដោយប្រើប្រាស់មេតូតបាទនេះណាបាទ private void insert data គឺឈ្មោះមេតូត insert data បាទចឹងសួរថាបើសិនជាលោកគ្រូយកកូដនេះ copy យកអាកូដនេះទៅសរសេរ copy យកកូដនឹងមកប្លុកនេះយកមកសរសេរនៅក្នុងប៊ូតុងនេះបាទអត់ខលហៅអានឹងទេអត់ខលហៅមេតូតនឹងមកទេសរសេរបានអត់បាទគឺសរសេរបានណាបាទកន្លែងនេះគឺយើងសរសេរបានបាទអញ្ចឹងវិធីយើងអាចមានពីរជំរើសអ្នកទាំងអស់គ្នាអាចសរសេរកូដនៅក្នុង event របស់ប៊ូតុងណាមួយដែលយើងចង់ធ្វើការក៏បានឬក៏យើងសរសេរជាមេតូតនឹងមកបាទសរសេរជាមេតូតហើយខលហៅអាមេតូតនឹងមកក្នុង event របស់ control បាទឧទាហរណ៍ដូចជាប៊ូតុង insert គឺជា event មួយអញ្ចឹងយើងខលហៅ insert data នឹងគឺជា event ណាបាទគឺជាមេតូតបាទអញ្ចឹងជាវិធីយើងអាចមានជំរើសក្នុងការសរសេរទីមួយយើងសរសេរដោយប្រើប្រាស់មេតូតបាទហើយនឹងការខលហៅមេតូតទៅប្រើបាទយើងសរសេរមេតូតហើយនឹងខលហៅមេតូតទៅប្រើទី2យើងអាចសរសេរបាទយើងអាចសរសេរនៅក្នុងevent នឹងតែម្ដងណាយើងអាចសរសេរនៅក្នុង event នេះតែម្ដងបាទហ្នឹងហើយចឹងយើងអាចសរសេរនេះជាជំរើសនៅក្នុងការសរសេររបស់យើងបាទចឹង comment ដែលយើងប្រើបញ្ជាក់ម្ដងទៀត comment ដែលយើងប្រើនៅក្នុងនេះគឺ select comment បាទសម្រាប់ប្រើប្រាស់នៅការ retrieve នៅ data បាទហើយ insert into ហ្នឹងគឺ comment យើងប្រើប្រាស់សម្រាប់ការបញ្ចូល data ទៅកាន់ database បាទបញ្ចូលទិន្នន័យ store ទៅក្នុង database បាទ comment update ណាបាទ comment update នេះបាទ comment update ហ្នឹងគឺយើងប្រើសម្រាប់ update ទិន្នន័យបាទ update ទិន្នន័យពី database បាទ update ទិន្នន័យដែលមានស្រាប់ណាយើង update ទិន្នន័យដែលមានស្រាប់នៅក្នុង database បាទអាហ្នឹងគឺជា event មួយទៀតគឺជា event data create view cell click បាទដើម្បីយើង update បានឬយើងសរសេរកូដដើម្បីយើង apply តទៅនឹង event នៅពេលដែលយើង click ទៅតើពេលយើង click data create view ត្រង់ row index បាទ row ណាមួយបាទនៃ cell នៃ column មួយណាដើម្បីវា apply នៅ data ទៅឲ្យវា pass data value ហ្នឹងទៅឲ្យ control របស់យើងបាទទៅឲ្យ control ណាមួយរបស់យើងបាទអញ្ចឹងកន្លែងនេះយើងមាន4 control ដើម្បីយើង pass data នៅពេលដែលយើង click នៅ data create view បាទគឺ text box product ID ចាប់យកតម្លៃពីcolumn ណា cell ហ្នឹងតាំងឲ្យ column បាទនៅក្នុង create view គឺ cell ហ្នឹងគឺជា column ហើយបាទវារត់ជា index វាចាប់យកជា index អញ្ចឹង cell t zone.value to string បាទ data create view 1 .row e .row index .cell t zone.value to string បាទ product name បាទ product name data create view 1ណា .row index បាទចាប់យក cell ទី1 cell ទី1ហ្នឹងគឺជា column
column ទី2បាទប៉ុន្តែដល់ពេលយើង start ជា index គឺ start ពីទី0មកបាទ index ទី0នៃ column ហ្នឹងគឺcolumn ទី1ណាបាទចឹងដល់ពេលយើង run application មកគឺយើង click បាទយើងអាចសូរ data ពី text box មកកាន់ create view បានដើម្បីឲ្យយើងអាច edit បានណាបាទយើងអាច edit បានបាទយើងអាច edit data បាននៅលើ text box នៅលើ text box អញ្ចឹងយើង clear data យើងទៅសេ code មួយទៀតដើម្បីយើង clear data នេះបាទយើង implement នៅក្នុង clear ប៊ូតុងបាទដើម្បីយើងអាច clear data បានអញ្ចឹងក្នុងនេះគឺលោកគ្រូបានសរសេរនៅ clear data method បាទដែលយើងសរសេរបង្កើតជា method ដែរ method មួយដែរគឺ clear data បាទអញ្ចឹងយើង call how មកបាទនៅក្នុងប៊ូតុង clear ណាបាទអញ្ចឹងយើងចូលទៅ click នៅក្នុងប៊ូតុង clear មកបាទប៊ូតុង clear click បាទអញ្ចឹងយើង call how មកបាទ clear data បាទកន្លែងនេះគឺយើង call how clear data បាទ clear data អញ្ចឹងនៅពេលយើង save ហើយយើង run បាទឧទាហរណ៍តែយើង click នៅលើនេះបាទអញ្ចឹងយើងអាច clear វិញបានទេនេះបាទ click នៅលើនេះ clear data ចេញវិញបានបាទ click នៅលើ create view show data ហើយយើង clear data វិញបានបាទ click លើនេះមកយើង clear បាទ clear អូខេហ្នឹងហើយបងប្អូនគ្នាបាទតោះពេលយើងមានអ្នកណាមានចម្ងល់អីទេឬក៏អត់យល់ត្រង់កន្លែងណាបាទអាចលើកឡើងបានអត់ទេទៅបាទអញ្ចឹងតោះខ្ញុំហៅវត្តមានបន្តិចបើសិនជាគ្នាយើងអត់មានអីទេខ្ញុំហៅវត្តមានបន្តិចដើម្បីយើងសង្ខេបមេរៀនឡើងវិញមុននឹងយើងបញ្ចប់បាទក្នុងលេខនេះអញ្ចឹងយើងតសប្តាហ៍ក្រោយយើងចូលទៅដល់ search data និង delete data បាទនៅសប្តាហ៍ក្រោយតោះអញ្ចឹង pick 1កង pick 1អត់លើខ្ញុំអត់ tick ឲ្យទេណាទោះបីជាបើកចូល link ហើយក៏ដោយដុកទ័របាទ pick 1មានចូលទេ pick 1បាទលោកគ្រូបាទចៃទូច
ទូចចៃទូច បាទលោកគ្រូបាទលោកគ្រូបាទលោកគ្រូ ឈឿសុផាន់ បាទលោកគ្រូបាទលោកគ្រូ ឌីរ៉ាមី បាទលោកគ្រូបាទលោកគ្រូ ណនសុធារិត បាទបាទលោកគ្រូ តុងតុលា បាទលោកគ្រូបាទលោកគ្រូ ឈីសុវណ្ណឌីសុវណ្ណឌីចូលទេសុវណ្ណឌីឈីសុវណ្ណឌីចឹងរំលោងសុវណ្ណឌីសិនបាទត្រូវកាត់វត្តចូលតុកទឹកឬក៏វត្តឌីវីត បាទបាទបាទលោកគ្រូ ជីវ៉ាជីវ៉ាមុននេះឃើញចូលតើមិនជីវ៉ាឃើញលោសិនហើយមួយវណ្ឌីមួយវណ្ឌីរំភៈ បាទបាទបាទ សាវនវៃសាវនតុលាសូមតុលា លោកគ្រូលោកគ្រូ បាទរស្មី បាទលោកគ្រូបាទលោកគ្រូបាទលោកគ្រូ ហងជុំហងជុំគួងភិវ័នមកហើយតោងតុលាហងជុំនេះហងជុំនេះបាទហងជុំកំពុងចូលកំពុងលីងក្នុងលីងមានតែអត់លឺសំឡេងបាទធីសុវណ្ណឌីចឹងណាបាទហ្នឹងហើយក្នុងលីងមានណាបាទបើកលីងចោលស្មើបើកលីងចោលបាទអត់បានរៀនទេមួយវណ្ឌីមួយវណ្ឌីក៏អត់ឃើញបើកលីងចោលដែរនេះហៅអត់លឺ លោកគ្រូក្នុងប្រុសលោកគ្រូអត់គេឆ្លើយហើយតែស្ដាប់អត់លឺ ចាំមិនបានគ្នាយើងឆ្លើយទៅលឺនេះហេតុអីបានលោកគ្រូ ក្នុងខាងចោអេងលោកគ្រូ បាទអាហ្នឹងអាចមកពីនេះរបស់យើងបើសិនជាយ៉ាងហោចណាស់ក៏ឃើញសំឡេងវាបើកមូតដែរអាសំឡេងនៅក្នុង microphone នៅក្នុងនេះលោកគ្រូឃើញបើកមូតដែរប៉ុន្តែអត់ឃើញបើកមូតអញ្ចឹងណាបាទបើកមូតយ៉ាងហោចណាស់ក៏ឃើញបើកមូតដែរទោះបីជាយើងនិយាយលឺមិនលឺក៏យើងមើលទៅយើងឃើញបើកមូតអាហ្នឹងខ្ញុំគិតថាមានអ្នកកំពុងមើលមានអ្នកកំពុងស្ដាប់ បាទ ហ្នឹងហើយគិតអញ្ចឹងទេបាទដោយសារនេះដោយសារហៅទៅគឺមូតហ្នឹងគឺអត់បានបើកទេមូតហ្នឹងគឺអត់ឃើញមានបើកទេបាទបើដូចគ្នាយើងអញ្ចឹងពេលយើងឆ្លើយមកឮប៉ុន្តែឃើញមូតហ្នឹងបើកដែរបាទឃើញលោតកន្លែងមូតហ្នឹងដែរបាទធីសុវណ្ណឌីបាទជីវ៉ាដាច់អត់ឃើញចូលទេតែចូលមុននេះបន្តិចបាទអូខេចឹងគ្នាយើងអង្ទៀតគឺធ្វើម៉េចឲ្យយើងបាន active អ្វីដែលខ្ញុំចង់បានគឺយើងរៀន active ទាំងអស់គ្នាមកបាទរៀនគឺយើងឲ្យយើងប្រកាសថារៀនបាទហើយអត់យល់យើងសួរជជែកគ្នាបានបាទបើជាអនឡាញគឺយើងអាចជជែកគ្នាដូចយើងបានជួបគ្នានៅក្នុងថ្នាក់អញ្ចឹងអញ្ចឹងខ្ញុំ submit មួយ
vườn độc từ tui chơi sổ hơn như là mì chơi khi sổ vàng đi vịt mày không chung ok chẳng ta cái dương bạn miền ấy tí ai xem ra bàn á bà miền ấy cho tí dương ai xem ra bán hay dương chụp kia sắp ra coi bà លោកគ្រូសូមសួរពាក្យមួយ បាទ កតិការីហ្នឹងប្រភេទមិនអត់សូវយល់ពាក្យកតិការី កតិការីបានន័យថាវាជា table មួយដែល store នៅប្រភេទនៃ product បាទអញ្ចឹងវា store នៅប្រភេទនៃ product ឧទាហរណ៍ថាកតិការីឈ្មោះនៃកតិការីជា food អញ្ចឹងនៅក្នុង food វាមាន product ច្រើនបាទដែលស្ថិតនៅក្រោមកតិការីឬក៏ប្រភេទនៃកតិការី product ដែលជា food ណាជា drink បាទឧទាហរណ៍ថាជា drink ភេសជ្ជៈបាទនៅក្នុងភេសជ្ជៈកតិការីជាប្រភេទភេសជ្ជៈអាចមាន product ភេសជ្ជៈហ្នឹងជាច្រើនមុខអញ្ចឹងណាបាទអញ្ចឹងនៅពេលដែលយើងរៀនដល់ analyze បន្តិចទៀតចាំលោកគ្រូឥឡូវលោកគ្រូគ្រាន់តែរៀន implement ជាមួយនៅមុខងារ insert delete update បាទវាមិនទាន់ពេញលេញជា system ទេអញ្ចឹងនៅពេលដែលលោកគ្រូទៅមុខបន្តិចទៀតលោកគ្រូនឹងនិយាយអំពីការ analyze និង design database បាទ analyze design database នៅពេលនោះយើងនឹងធ្វើពង្រីកនៅ system របស់យើងបាទយើងនឹង analyze បន្ថែមនៅ system អញ្ចឹងតកតងនឹងអ្វីដែលលោកគ្រូឧទាហរណ៍ហ្នឹងគឺមានពីរ table ហ្នឹងតកតងកតិការីបានន័យថាជាប្រភេទនៃទំនិញនៅក្នុងប្រភេទនៃទំនិញមួយវាមានទំនិញច្រើនមុខណាបាទនៅក្នុងកតិការីឬក៏ប្រភេទនៃទំនិញមួយគឺវាអាចមានទំនិញច្រើនមុខឧទាហរណ៍ថា food បាទ food គឺជាប្រភេទនៃទំនិញមួយបាទជាអាហារអញ្ចឹងឧទាហរណ៍ថា food ភាសាក៏អាចជា food បាទរាយក៏អាចជា food ណាបាទតកតងនឹង noodle ក៏ជា food អញ្ចឹងនៅក្នុង category មួយគឺមានអាហារឬក៏ food ឬក៏ product ច្រើនមុខបាទតែនេះកន្លែងនេះបាទហ្នឹងហើយអញ្ចឹង
ចំណុចនេះគឺខ្ញុំឧទាហរណ៍រៀបចំនឹងដើម្បីយើងរៀបចំជា analyze បាទបន្តិចទៀតយើងនឹងរៀន analyze ជា database system គឺការចងនៅ relationship ឬក៏បង្កើត relationship បាទកើត table relationship បាទរបស់ database តើនេះអ្នកសួរបាទបាទអរគុណហ្នឹងហើយមានអីទៀតបាទយើងអាចសួរគ្នាអាចសួរបានណាអាចជជែកបានបាទមុនយើងចាប់នៅក្នុងកូដយើងអាចសួរយើងឆ្ងល់អីកន្លែងណាគឺលោកគ្រូស្វាគមន៍បាទយើងអាចសួរបានបាទសំខាន់គឺយើងបានរៀនយើងបានស្រាវជ្រាវបាទយើងឆ្ងល់ហើយបើយើងអត់មានអីឆ្ងល់សោះគឺបានន័យថាយើងអត់រៀនបាទយើងអត់រៀនយើងអត់ឆ្ងល់ទេព្រោះឯជាកូដ error មិនអីមិនក៏យើងអត់បានខ្វាយខ្វល់អាហ្នឹងបានន័យថាស្មើនឹងយើងអត់បានយកចិត្តទុកដាក់រៀនដែរយើងរៀនឲ្យតែចប់ទៅដើម្បីឆាប់បានចប់ឆ្នាំអានឹងជារឿងមួយរបស់យើងអញ្ចឹងយើងព្យាយាមណាបើសិនជាយើងចង់ចិត្តថារៀនវាហើយគឺយើងត្រូវព្យាយាមទៅបាទយើងព្យាយាមទៅហ្នឹងហើយបាទហ្នឹងហើយអូខេអរគុណមានអីទៀតបាទហើយយើងបើអត់មានទេយើងអាចសម្រាប់បានណាបាទហ្នឹងហើយសម្រាប់បានជ្រាបលាបាទហ្នឹងហើយសុខសប្បាយបងប្អូនគ្នាបាទជួបគ្នាសប្តាហ៍ក្រោយបាទជ្រាបលាលោកគ្រូបាទẨm phượt đấy,